ឆាណែរធីយូណាសូមស្វាគមន៍សូមបន្តបងប្អូនស្ដាប់ភាគ2នៃអាណាចក្រអង្គរដំណាក់កាលទី4ក្នុងរាជ្យព្រះបាទជីវមន្ទី7ឆ្នាំ1181គសដល់1120គសដែលមានប្រាសាទបាយ័នជាស្នួរកណ្ដាលរាជធានីនេះគឺជារាជធានីអង្គរ3 10ប្រាសាទមាន2យ៉ាងគឺប្រាសាទភ្នំជាប្រាសាទដែលកសាងនៅលើភ្នំនិងមានខឿនច្រើនជាន់ឬជាប្រាសាទដែលកសាងនៅលើដីរាបធម្មតាហើយមានខឿនច្រើនជាន់ដូចគ្នាប្រាសាទធម្មតាជាប្រាសាទដែលកសាងនៅលើដីធម្មតាហើយពុំមានខឿនច្រើនជាន់ទេ11ប្រាសាទសម្រាប់រាជគឺជាប្រាសាទដែលព្រះរាជាសាងសម្រាប់គោរពបូជាសម្រាប់តែព្រះអង្គផ្ទាល់ខ្លួនស្ដេចមួយអង្គត្រូវកសាងប្រាសាទសម្រាប់រាជរបស់ខ្លួនមួយហើយប្រាសាទនេះស្ដេចអង្គក្រោយយកសាងប្រាសាទថ្មីមួយទៀតសម្រាប់រាជព្រះអង្គផ្ទាល់ឧទាហរណ៍ដូចជាព្រះបាទជីវមន្ទី2កសាងប្រាសាទសោមន្ទី1កសាងប្រាសាទភ្នំបាខែងជាប្រាសាទសម្រាប់រាជព្រះបាទជីវមន្ទី4កសាងប្រាសាទកោះកេតជាប្រាសាទសម្រាប់រាជព្រះបាទសូរវមន្ទី2កសាងប្រាសាទអង្គវត្តជាប្រាសាទសម្រាប់រាជព្រះបាទជីវមន្ទី7កសាងប្រាសាទបាយ័នជាប្រាសាទសម្រាប់រាជជាដើម12នៅមុនរាជព្រះបាទឥន្ទ្រមន្ទី1ប្រាសាទគេកសាងដើម្បីឧទ្ទិសដល់ទេវៈធំក្នុងព្រាហ្មណ៍សាសនានិងអាទិទេពផ្ទាល់ខ្លួនក្នុងស្រុកអ្នកតាប៉ុន្តែនៅក្រោយរាជព្រះបាទឥន្ទ្រមន្ទី1ប្រាសាទត្រូវបានកសាងដើម្បីឧទ្ទិសដល់ទេវៈធំតូចផ្សេងក្នុងសាសនាព្រាហ្មណ៍ដល់អាទិទេពផ្ទាល់ខ្លួនខ្មែរក្នុងស្រុកដែរហើយជាពិសេសនោះគឺកើតមានឧទ្ទិសដល់មាតាបតាជីដូនជីតាបុព្វការីជននិងញាតិសន្តានមន្ត្រីមានគុណបំណាច់ជាដើមដែលយើងហៅថាសិទ្ធិបុគ្គនិយម13លទ្ធិបុគ្គលនិយមគឺជាលទ្ធិមួយដែលយកប្រាសាទទៅសាងរួមគ្នាមកឧទ្ទិសសម្រាប់មាតាបតាញាតិវង្សានុវង្សមន្ត្រីនិងអ្នកមានគុណបំណត់ចំពោះស្ដេចតែប៉ុណ្ណោះលទ្ធិនេះកើតឡើងនៅក្នុងរាជព្រះបាទឥន្ទ្រមន្ទី1 14ប្រាសាទព្រះគោកសាងដោយព្រះនាថឥន្ទ្រមន្ទី1នៅឆ្នាំ879គសម្រាប់មាតាបតាជីដូនជីតាខាងព្រះមាតាបតាព្រះបាទជីវមន្ទី2និងព្រះកុម្ហេសីប្រាសាទនេះមានរាងជាប្រាង្គឥដ្ឋ5មួយតម្រៀបជា2ជួរមុខក្រោយហើយស្ថិតនៅលើខឿនតែមួយបុព្វបុរសទាំងនោះមាននាមជាទេវៈហើយមានរូបតំណាងជាសិវលិង្គចំពោះបុរសជាប្រុសនិងមានរូបតំណាងជាទេវីចំពោះបុព្វបុរសជាស្រីស្រីព្រឹទ្ធីត្រេស្វរព្រះបតាស្រីព្រឹទ្ធីត្រេទេវីព្រះមាតាស្របរមេស្វរព្រះបាទជីវមន្ទី2ស្រីធរណទ្រង់ទេវីអាគមហេសីព្រះបាទជីវមន្ទី2ស្រីរត់ស្វរជីតាខាងមាតាជីដូនខាងព្រះមាតា15ព្រះបាទទីសោមន្ទី1ឡើងសោយរាជនៅឆ្នាំ889ដល់899គសព្រះអង្គបានស្ថាបនាមួយចំនួនទៀតដូចជាកសាងអាស្រមចំនួន100សតយសោទ្រីស្រមកសាងប្រាសាទតល័យនៅកណ្ដោបារាយអន្ទតដាក់ដែលឧទ្ទិសថ្វាយព្រះមាតាបតានិងជីដូនជីតាខាងមាតារបស់ព្រះអង្គប្រាសាទភ្នំព្រះវិហារភ្នំក្រោមភ្នំសណ្ដុកជាដើមនៅឆ្នាំ893សព្រះអង្គបានកសាងប្រាសាទភ្នំបាខែងចាស់ស្នូរាជធានីនេះព្រះអង្គកសាងបារាយសោទ្រដាក់មានប្រវែង7គមតឹង 1.8 គមនៅជ្រុងសានរាជធានីយោងតាមសិលាចារឹករបស់ព្រះបាទរាជាទ្រមដែលជាក្មួយបានឲ្យដឹងថាទឹកដីក្នុងរាជព្រះបាទទីសោមន្ទី1គឺខាងកើតទល់នឹងចម្ប៉ាខាងជើងទល់ចិនណានចៅខាងលិចទល់នឹងដែនសុកស្មុកអមរាតាប្រទេសភូមាខាងត្បូងទល់សមុទ្រ15ព្រះបាទទីសោមន្ទី1មានលក្ខណៈពិសេស4យ៉ាងគឺពុទ្ធគុណធម៌សិលវិជ្ជាហត្ថកម្ម17ប្រាសាទភ្នំបាខែងកសាងឡើងនៅឆ្នាំ893គសមានឈ្មោះថាមជ្ឈាត្រីភ្នំកណ្ដាលជាស្នូលនៃរាជធានីសោតបុរៈអង្គរទី1 18ប្រាសាទព្រះវិហារកសាងដោយព្រះរាជាចំនួន3អង្គគឺព្រះបាទទេសោមន្ទី1ព្រះបាទសូរវមន្ទី1និងព្រះបាទសូរវមន្ទី2 19អាទិទេពមជ្ឈិមរបស់ខ្មែរនៅសម័យអង្គរមាននៅភទ្រេស្វរៈនៃលង្កបុរៈវត្តភូឡាវស្រីសិក្ខរីស្វារៈប្រាសាទព្រះវិហារសុយវាទ័យភ្នំជីសូនៅក្នុងប្រាសាទសម្រាប់រាជរបស់ព្រះមហាក្សត្របានជាអាទិទេពនៅប្រាសាទព្រះវិហារមានលក្ខណៈអស្ចារ្យជាងគេព្រោះព្រះបាទសូរវមន្ទី1បានធ្វើពិធីអញ្ជើញអាទិទេពនៅស្រីភទ្រេស្វរៈនៃលង្កបុរៈប្រាសាទរតភូឲ្យមកគង់នៅប្រាសាទសិក្ខវិស្វារៈប្រាសាទព្រះវិហារដើម្បីជាមង្គលដល់កម្ពុជាប្រទេសកម្ពុជាអរគុណច្រើនដែលបងប្អូនបានស្ដាប់ហើយសង្ឃឹមថាបងប្អូនបន្តស្ដាប់ភាគ3បន្តទៀតសូមអរគុណ